struggle make you stronger ตอนนี้ធ្លាប់មានអារម្មណ៍ថាចង់បោះបង់បន្ទាប់ពីបរាជ័យមែនទេតើអ្នកគិតថាភាពជោគជ័យដ៏ធំមួយចំនួនចាប់ផ្ដើមពីការបរាជ័យច្រើនដងថ្ងៃនេះខ្ញុំនឹងចែករំលែកមេរៀនដ៏មានអត្ថន័យពី Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba និងជាបរិបទម្នាក់ដែលបានបំលែងការបរាជ័យទៅជាភាពជោគជ័យសម្រាប់ថ្ងៃនេះផងដែរខ្ញុំចង់ប្រាប់បងប្អូនពីមូលហេតុដែលធ្វើឲ្យខ្ញុំបង្កើត content មួយដែលពាក់ព័ន្ធជាមួយនឹង Jack Ma នៅថ្ងៃមួយនេះពេលព្រឹកបន្ទាប់ពីខ្ញុំបានរៀបចំខ្លួននៅក្នុងការធ្វើការជាទូទៅទម្លាប់របស់ខ្ញុំតែដាក់បទចម្រៀងស្ដាប់កំឡុងពេលដែលខ្ញុំកំពុងតែរៀបចំខ្លួនខណៈពេលនោះផងដែរបទចម្រៀងដែលខ្ញុំបានស្ដាប់ក៏បានចប់ YouTube របស់ខ្ញុំក៏បានលោតច្បាស់ជាមួយនឹងពាក្យសម្ដីរបស់ Jack Ma ដែលបាននិយាយអំពីទម្លាប់ពេលព្រឹករបស់គាត់អ្វីដែលគាត់ធ្វើទី1គឺជាការគិតវិជ្ជមាននិងការដាក់កំហិតដាក់គោលដៅរបស់ខ្លួនឯងឲ្យបានសម្រេចមួយនៅពេលនោះខ្ញុំស្ដាប់ហើយគឺធ្វើឲ្យចិត្តរបស់ខ្ញុំគឺធ្វើតាមចិត្តខ្ញុំសាកល្បងតាមចិត្តដោយការគិតវិជ្ជមានខ្ញុំគិតថាក្នុងថ្ងៃនេះការងាររបស់ខ្ញុំនឹងបានល្អនិងរលូនខ្ញុំគិតតែរឿងវិជ្ជមានខ្ញុំមើលពេញមួយថ្ងៃនេះគឺពេញដោយវិជ្ជមានខ្ញុំបានដាក់គោលដៅមួយដើម្បីឲ្យសម្រេចជាក់ស្ដែងក្នុងមួយថ្ងៃនោះខ្ញុំបានសម្រេចគោលដៅរបស់ខ្ញុំនេះជាមូលហេតុដែលធ្វើឲ្យខ្ញុំបានបង្កើត content ដែលនិយាយអំពី Jack Ma ព្រោះការនិយាយរបស់ខ្ញុំក៏បានដាស់សតិរបស់ខ្ញុំហើយខ្ញុំក៏បានចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាផងដែរ Jack Ma មិនបានកើតនៅក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិឬមានអត្ថប្រយោជន៍ពិសេសណាមួយទេគាត់បានបរាជ័យជាច្រើនដងក្នុងជីវិតរួមទាំងការបរាជ័យក្នុងការចូលប្រឡងសាកលវិទ្យាល័យនិងត្រូវបានបដិសេធច្រើនដងក្នុងការដាក់ពាក្យសុំធ្វើប៉ុន្តែគាត់មិនធ្លាប់បានបោះបង់ឡើយ Jack Ma បង្រៀនយើងថាការបរាជ័យមិនមែនជាចុងបញ្ចប់នៃការប្រឡងជីវិតទេវាជាផ្នែកមួយនៃដំណើរដើម្បីចូលឆ្ពោះទៅរកភាពជោគជ័យរាល់ការបដិសេធនីមួយៗបានបង្រៀនគាត់អ្វីដែលមានតម្លៃនិងជួយឲ្យគាត់រីកចម្រើនជំនួសការស្ដីបន្ទោសពីអ្នកដទៃគាត់បានរៀនពីកំហុសរបស់ខ្លួនឯងគាត់ជឿជាក់ថាមានអ្វីមួយល្អកំពុងរង់ចាំគាត់ទោះបីជាពេលដែលអ្វីមើលទៅពិបាកក៏ដោយទស្សនៈរបស់គាត់គឺថ្ងៃនេះពិបាកថ្ងៃស្អែកប្រហែលជាពិបាកជាងនេះប៉ុន្តែថ្ងៃបន្ទាប់អាចនឹងស្រស់ស្អាតទស្សនៈវិជ្ជមានបែបនេះជួយឲ្យយើងឆ្លងកាត់បញ្ហានានានិងអាចធ្វើឲ្យយើងក្លាយជាមនុស្សដែលរឹងមាំ Jack Ma មើលឃើញពីសក្តានុពលនៃអ៊ីនធឺណិតនៅពេលដែលមនុស្សភាគច្រើននៅតែត្អូញត្អែរនិងចាំបាច់រឿងលំបាកគាត់ជឿថាពិសេសឱកាសពិតប្រាកដស្ថិតនៅកន្លែងដែលអ្នកផ្សេងគេមើលឃើញពីបញ្ហានេះហើយជាមូលហេតុដែលគាត់បានបង្កើត Alibaba ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកធំបំផុតមួយមិនមែនមនុស្សគ្រប់គ្នាជឿគំនិតរបស់គាត់នៅដើមទីនោះទេប៉ុន្តែអ្វីដែលសំខាន់គឺជំនឿរបស់គាត់និងជំនឿរបស់ក្រុមការងារគាត់ជោគជ័យធំភាគច្រើនចាប់ផ្ដើមពីក្រុមតូចៗដែលមានសុបិនខ្លាំងដូចគ្នា Jack Ma និយាយថាជីវិតគ្មានន័យអ្វីឡើយបើគ្មានសកម្មភាពជំនួសការគិតតែប៉ុណ្ណោះចាប់ផ្ដើមធ្វើ